បាទនេះគឺជាវីដេអូនៅពេលដែលខ្ញុំទៅលេងនៅខាងស្រុកក្រវាញហើយពួកយើងទៅលេងនៅគេហៅថាអូដាតូចយើងនៅគ្នាទៅលេងនៅខាងអូដាតូចហើយទិដ្ឋភាពទៅនៅតាមផ្លូវគឺស្អាតមែនទេមានភ្នំសងខាងមកជុំវិញមើលទៅគឺគួរឲ្យគយគន់មែនទេទិដ្ឋភាពគឺស្អាតទីរួមទៅគឺស្អាតតែយ៉ាប់តែមួយទេពិបាកនៅពេលដែលយើងជិះនៅពេលដែលខែភ្លៀងបាទនៅពេលដែលមានមេឃភ្លៀងមេឃអីចឹងទៅគឺពិបាកជិះមែនតើបាទល្អើផងខ្ទាតផុកផងមកស្អីសក់ខ្លែផ្លូវបាទពិបាកជិះយកមកបើថាមេឃភ្លៀងតែបើថាមេឃអត់ភ្លៀងទេអូខេស្រួលជិះតែក៏រៀងហុយតិចហើយផ្លូវចូលនោះក៏រៀងអាលាក់ដែរដងថ្មធំច្រើនហើយពួកយើងទៅនេះគឺសុបាយមែនតើមើលតែកញ្ចប់បាយមុននឹងទៅដឹងហើយបាទបាយនឹងគឺខ្ទេចវល់ហើយគ្មានបានហូបទេដួលបាទគ្នាយើងក៏ជិះទៅដួលម្នាក់ហើយខ្ញុំម្នាក់ទៅបន្តពីក្រោយបាទដោយសារតែគាត់ដួលនឹងហើយក៏ឲ្យគាត់ទៅជិះខាងមុខហើយសុខចិត្តខ្ញុំអ្នកបើកវិញហើយដល់ពេលដែលខ្ញុំបើកហ្នឹងជិះបើកអាមិនអីមិនទេទៅបុកដុំថ្មហោះបាយនឹងផុតត្រកបាទធ្លាក់មកវិញគ្មានបានហូបទេហូបអត់កើតមកបាយហើយវីដេអូបើសិនជាមានបញ្ហាដូចជាអាលាក់បាទអត់សូវល្អមើលបាទអង្គីអង្គើញញីញ័រអីជាស្រ័យមែនតើដោយសារតែពួកយើងថតទូរស័ព្ទទេពួកយើងទៅយើងថតទូរស័ព្ទអញ្ចឹងវីដេអូល្អមើលមិនល្អមើលស្រេចតែនៅលើបងប្អូនទាំងគ្នាបាទពេញចិត្តមិនពេញចិត្តអីជួយចុច like អីផងបាទខំធ្វើមែនតើហើយវីដេអូនេះខ្ញុំទៅយូរហើយចូលចិត្តកន្លះខែហើយទៅបានផុសទៅបានយកមកកាត់ទៅបានយកមកផុសទេដោយសារតែអត់មានពេលបាទរវល់ពេកអញ្ចឹងបងប្អូនទាំងគ្នាបន្តមើលវីដេអូលេងសិនណានិយាយច្រើនសំតបែច្រើនបងប្អូនយើងក៏ឈប់មើលដល់ឥឡូវយើងចូលទៅវីដេអូពេញទាំងអស់គ្នា
បន្ទាប់ពីជួយចិត្តដិតអារម្មណ៍ជាមួយនឹងវីដេអូរបស់ខ្ញុំបាទហើយឥឡូវក៏យើងឈានទៅដល់វីដេអូដែលយើងទៅដល់គោលដៅផងដែរគឺជាអូដាតូចហើយបន្ទាប់ពីខ្ញុំចេញពីអូដាតូចខ្ញុំក៏បានឆ្លៀតទៅត្រង់មួយផ្លែទៅពហុដើម្បីទៅមើលទំនប់ដែលគេទិបទៅធ្វើថ្មីហើយពេលដែលទៅដល់ឃើញថាអត់ទាន់មានគ្រោងអត់ទាន់មានអីសម្រាប់ថតឲ្យទស្សនាទេហើយឃើញមានតែភ្នំមានតែអីចឹងទៅហើយខ្ញុំក៏បានថតលេងមកបោះពីបោះហើយក៏ចុះមកវិញដើម្បីបន្តទៅទំនប់ទី3ហើយអាទំនប់ដែលខ្ញុំទៅមើលដែលគេកំពុងតែសាងសង់នេះខ្ញុំអត់ដឹងថាទំនប់ទីប្រហែលទេខ្ញុំភ្លេចបាត់ហើយតែយ៉ាបន្ទាប់ពីឈររំមកផ្លែតហើយក៏បន្តដំណើរទៅមុខទៀតឥឡូវយើងមើលវីដេអូយើងទៅមុខតទៀតហេ1 2 3នេះឥឡូវមហូបយើងឆ្អិនហើយបាទដល់មកចែកមហូបហើយចុយចោលចុយហើយដល់វាឆែបមិនឆែបចែកទៅអើសាច់ហ្នឹងមិនបានស៊ីចាក់ទៅក្រោមភ្លឹកអូមើលលេងមើលលេងអីចុយមើលលេងទៅស៊ីទៀតអូនអូឆ្ងាញ់ណាស់បាទអូញ៉ាំអូតាយើងហូបតាបងមកហូបអីមកខ្ញុំមានអីច្រើនខ្ញុំហៅយកគូហើយនៅប៉ុណ្ណឹងហើយទៀតហើយហក់មកប្រងហើយតៅហ៎ប៉ុណ្ណឹងបាទតើហើយបងអើយទេសភាពណាក់សាច់មើលភ្នែកស្អាតមែននោះធីមយើងដើរទៅមុនហើយកាប់អស់ហើយយកកន្លែងអភិវឌ្ឍតែខ្ញុំដឹងដូចជាគេយកធ្វើទំនប់អូយញងហើយព្រោះផ្លូវចោតចុយកាមេរ៉ាមានកាមេរ៉ាទូរស័ព្ទទៅសមានប្រព័ន្ធការពារម្លឹងអញ្ចឹងវារឿងញងគឺនោះព្រីស្តាយមើលអែមបែកឆ្នាំវិញតើសត្វស្រាឡែងជន់ណាស់ណាដឹងចុយមកផ្លូវអូតែស្គាល់ទំលើកទី1នេះបងប្អូនមកនេះរូបទី3លើកទី1សម្រាប់ខ្ញុំតន់3គីឡូទេចូលមកដល់មិញបាទនេះបាទខ្ញុំមកដល់ហើយខ្ញុំហៅថាដែលហៅថាទំនប់ទី3នោះឥឡូវយើងបានមកដល់ហើយបាទអូភ្នំអ្នកសាស្ដាំឈើលិចទឹកងាប់អស់ហើយអែមទេមកដើរលេងខ្ញុំហើយថតប្លុកឲ្យជួយខាងនេះលាយលវឹងនេះលាយលវឹងអត់មានទេនិយាយមកខាងណាវិញទឹកច្រើនណាស់បាទច្រើនណាស់បាទអែមចាន់
បាទបន្ទាប់ពីបងប្អូនអរគ្នាបានទស្សនាតាមដាននៅវីដេអូរបស់ខ្ញុំបាទយ៉ាងយូរមកឥឡូវនេះក៏ឈានដល់សេចក្តីបញ្ចប់ផងដែរបាទសេចក្តីបញ្ចប់មើលនេះហើយអញ្ចឹងវីដេអូខ្ញុំអរគុណមែនតើសម្រាប់ការតាមដានទស្សនានៅវីដេអូអញ្ចឹងបើសិនជាខ្ញុំអាចមានពេលវេលាធ្វើវីដេអូទៀតខ្ញុំនឹងធ្វើទៀតអរគុណបាយបាយ